ចំណុចសំខាន់អ្វីខ្លះដែលអ្នកវិនិយោគរងចាំមើលយប់នេះបងចំណុចសំខាន់ដែលវិនិយោគិនជុំវិញពិភពលោកអន្តរសាក៏ដូចជារងចាំមើលនៅយប់នឹងតែម្ដងគឺមាន3ចំណុចសំខាន់ទី1គឺការសម្រេចរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកថាតើដំឡើងទម្លាក់ឬក៏រក្សាបើទោះបីជាមានការព្យាករណ៍ថារក្សាក៏ដោយប៉ុន្តែគ្រប់អ្នកវិនិយោគិនទាំងអស់ក៏នៅតែតាមដានដូចគ្នាផងដែររឿងទី2ឬក៏ចំណុចទី2ដែលវិនិយោគិនកំពុងតែរងចាំមើលដូចគ្នាដែរគឺសេចក្តីថ្លែងការណ៍របស់ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកបន្ទាប់ពីការសម្រេចថាដំឡើងទម្លាក់ឬក៏រក្សាអត្រាកាត់ប្រាក់តើគាត់នឹងថ្លែងការណ៍អំពីគោលជំហរសកម្មភាពរបស់គាត់ការរងចាំរបស់គាត់និងចំណុចអ្វីខ្លះថាគាត់នឹងត្រូវធ្វើក្នុងពេលបន្ទាប់ពីការសម្រេចនៅយប់នេះហើយចំណែកឯរឿងទី3ឯនោះវិញជារឿងដែលគ្រប់វិនិយោគិនទាំងអស់ចាំបាច់ត្រូវតែតាមដានដែរគឺការរងចាំមើលរបៀបធ្វើការរបៀបសម្រេចចិត្តនិងរបៀបរៀបចំផែនការផ្សេងៗរបស់ប្រធានធនាគារកណ្ដាលថ្មីគឺលោក Kevin Bossដោយបងប្អូនបានដឹងអញ្ចឹងគឺកន្លងមកយើងតែងតែស្គាល់លោក Jerome Powell ដែលជាប្រធាន Fed ប៉ុន្តែលោក Jerome Powell ទើបតែផុតអាណត្តិដែលគាត់បានកាន់ជាប្រធានធនាគារកណ្ដាលនេះគឺយូរមែនទែនរហូតដល់7ទៅ8ឆ្នាំឯណោះគឺយូរខ្លាំងមែនទែនហើយថ្មីនេះលោក Kevin Boss ត្រូវបានបោះឆ្នោតជ្រើសរើសជាប់ជាប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកយើងគ្រប់គ្នាក៏ដូចជាវិនិយោគិនទាំងអស់មិនទាន់ដឹងរបៀបធ្វើការរបស់គាត់របៀបសម្រេចចិត្តនិងចំណុចសំខាន់អំពីគាត់នៅឡើយទេដូច្នេះហើយយើងចាំបាច់ត្រូវតែរងចាំគាត់តើរបៀបធ្វើការរបស់គាត់សម្រេចចិត្តរបស់គាត់និងចំណុចផ្សេងៗនឹងបែបណាដែរ